សួស្តីកាយមកតងលើកទី2របស់ចេញពីបន្ទប់បាត់ទ្វារហើយមុនទៅរត់ប្រហែលជាម៉ោង4ខ្ញុំក៏បានចូលសេវ៉េនទិញអីញ៉ាំអីហើយចាំកាក់តាក់ស៊ីទៅកន្លែងហើយនេះខ្ញុំជិតដល់កន្លែងកម្មវិធីរត់ទាំងអស់គ្នាចុះពីតាក់ស៊ីដើរឡើងលើស្ពានទាំងអស់គ្នាឡើងលើស្ពានអាកាសស្ពានបារាមប៉ែថៃគេហៅស្ពានបារាមប៉ែកម្មវិធីរត់ហ្នឹងម៉ោង4អ្នកនរគ្នាអ្នកឈ្មោះខ្ញុំហើយលេងនេះជាលើកទី2របស់ខ្ញុំដែលបានរត់ម៉ារ៉ាតុងរយៈចម្ងាយ10គីឡូអស់គ្នាខ្ញុំក៏ដើរលើស្ពានក៏មានអ្នកទៅជាមួយច្រើនអ្នកនរគ្នាអ្នកអត់ស្គាល់គេតែគេទៅដើរជុំគ្នាអញ្ចឹងណាដើរហើយចុះពីស្ពានក៏ទៅលោតទៅលើកដៃលើកជើងជុំគេអ្នកគ្នាមុននឹងយើងរត់ណាកម្ដៅសាច់ដុំណាខ្ញុំអត់ទេខ្ញុំដើរថតដើរមើលគេមើលឯងអញ្ចឹងនេះឥឡូវនេះចាប់ไปដើរមកត្រង់ជួរអ្នកគ្នាត្រៀមអៀនអនមុននឹងចេញប្រយុទ្ធណារត់រយៈចម្ងាយ10គីឡូអានេះកន្លែងទៅណាអ្នកគ្នាយើងដើរទៅត្រង់ជួរទៅរៀបរាប់មកគេចិត្តប្រឡែងនេះនេះម៉ោង4ប៉ែគេប្រឡែងហើយយើងរត់ let's go 1 2 3ចេញដំណើររត់ឡើងលើស្ពានអាកាសនេះចម្ងាយ10គីឡូអានេះបានប្រហែលជា3គីឡូអ្នកគ្នា3គីឡូនេះហត់មែនទេណាតែអត់អីទេខ្ញុំហាត់ប្រាណប្រចាំអានេះពានរង្វាន់អ្នកគ្នាពានរង្វាន់គេចាំមកចែកអ្នកបានលេខ1លេខ2ចាប់ពី100អ្នកអ្នកគ្នាចាប់ពីលេខ1ដល់លេខ100ពានរង្វាន់ឆ្នាំនេះច្រើននិយាយទៅកម្មវិធីនេះគេចាត់រាល់តែឆ្នាំមួយឆ្នាំម្ដងនេះជាលើកទី1ដែលខ្ញុំបានមកចូលរួមកម្មវិធីនេះជាលើកទី2របស់ខ្ញុំតែបានរៀនម៉ារ៉ាតុងចម្ងាយ10គីឡូពួតគេឥឡូវក៏រៀបចំមកផ្ទះឲ្យអ្នកគ្នាថតទីស្ពានក៏ដើរមកផ្ទះដើរមកអ្នកគ្នាចេញមកអូខេអ្នកគ្នាបាយបាយចប់ប្រហែលជា2-3ខែទៀតរត់ទៀតអ្នកគ្នាអូខេបាយ